នេះលោកគ្រូសូមចែកម្លែកមេរៀនថ្មីគឺមេរៀនទី5របស់យើងការចំនួនលេខដោយអក្សរអញ្ចឹងចង់ដឹងថាមេរៀនហ្នឹងយើងមានអ្វីខ្លះអញ្ចឹងសូមបងប្អូនតាមដានហើយធ្វើលំហាត់ជាមួយលោកគ្រូទាំងអស់គ្នាដើម្បីធ្វើឲ្យបងប្អូនកាន់តែយល់អំពីមេរៀននិងច្បាស់ទៅលើលំហាត់ចូលចំណុចលេខ1ផលបូកតួដូចគ្នាវិធីបូកនិងវិធីនិងដកតួអក្សរលំហាត់ទំព័រទី26លំហាត់លេខ1ចូលសរសេរផលបូកទៅជាផលគុណមួយរបស់យើងមាន4លំហាត់មានលំហាត់អក្សរកអក្សរខអក្សរកហើយនិងអក្សរខn បូក n បូក n តើស្មើប៉ុន្មានអញ្ចឹងបងប្អូនទាំងអស់គ្នាសាកគិតមើលដោយសារលំហាត់កហ្នឹងចំនួន n គឺដូចគ្នាអញ្ចឹងយើងបូក n ចំនួន n បូកចូលគ្នាបានចំនួនប្រមាណលំហាត់ខ b បូក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  b អញ្ចឹងបើសិនជាចំនួន b នេះជាចំនួនដែលមានតួអក្សរដូចគ្នាអញ្ចឹងតែយើងអាចបូកចូលគ្នាបានទេបងប្អូនសាកគិតមើលហើយបូកមើលឃើញប្រមាណដែរហើយលំហាត់អក្សរក x បូក x បូក x បូក x អញ្ចឹងបងប្អូនសាកគិតមើលអាចបានប្រមាណដែរបើសិនជាតួ x តម្លៃទាំងអស់គឺតួ x អញ្ចឹងយើងអាចបូកចេញ x ចំនួនប្រមាណដែរហើយលំហាត់ចុងក្រោយខតេបូក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 តេអញ្ចឹងបងប្អូនសាកគិតម្ដងទៀតមើលតើតេទាំងអស់ហ្នឹងយើងបូកឃើញប្រមាណនៅពេលដែលលំហាត់ហ្នឹងគឺចំនួនតេដូចគ្នាអញ្ចឹងលោកគ្រូទុកពេលឲ្យបងប្អូនទាំងអស់គ្នាគិតតើចំនួនលំហាត់វាអក្សរកអក្សរខអក្សរកនិងខហ្នឹងបងប្អូនគិតចម្លើយបានប្រមាណតើត្រឹមត្រូវដែរឬទេអញ្ចឹងលោកគ្រូសូមបន្តផ្ដល់នូវចម្លើយនៅលំហាត់ទី1សរសេរផលបូកទៅជាផលគុណអញ្ចឹងយើងមើលទៅមើលចម្លើយរបស់គ្នាតើចម្លើយដែរឬបងប្អូនធ្វើបានដូចចម្លើយរបស់លោកគ្រូដែរឬទេអញ្ចឹងយើងចូលទៅចម្លើយនៃលំហាត់ទី1អញ្ចឹងចម្លើយយើងចេញហើយក n បូក n បូក n ស្មើ 3n ដោយសារលំហាត់កហ្នឹងតួ n នៅយើងមានចំនួន3អញ្ចឹងដោយសារ n តួដូចគ្នាអញ្ចឹងយើងអាចបូកមួយចូលគ្នាបានហើយលំហាត់អក្សរខហើយលំហាត់អក្សរខ b បូក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  b ស្មើនឹង 5b ដោយសារតួលេខទាំងអស់គឺ b មានចំនួន5អញ្ចឹងយើងអាចបូកចូលគ្នាបានដោយសារ b នេះគឺជាតួបូកដែលដូចគ្នាហើយលំហាត់អក្សរក x បូក x បូក x បូក x អញ្ចឹងដោយសារ x មាន4អញ្ចឹងយើងបូកចូលគ្នាឃើញ 4x អញ្ចឹងដោយសារ x នេះជាតួបូកដែលមានតម្លៃតួដូច x ទៅគ្នាអញ្ចឹងយើងបូកបាន 4x ហើយខតេបូក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 តេអញ្ចឹងដោយសារចំនួនតេរបស់យើងមាន6អញ្ចឹងយើងបូកបញ្ចូលគ្នាមកគឺឃើញ6តេអញ្ចឹងលំហាត់ទី1របស់យើងចម្លើយគឺក 3n ខ 5b ក 4x ហើយនិងខ 6x អញ្ចឹងវីដេអូយើងបានបញ្ចប់ទៅនេះអញ្ចឹងសូមបងប្អូនយកចិត្តទុកដាក់មើលម្ដងទៀតហើយរៀនធ្វើលំហាត់របស់គ្នាសូមអរគុណ